អ្នកទាំងអស់គ្នាមានឆ្ងល់អត់ថានៅពេលដែលយើងដើរបាត់ភ្នែកទៅគឺយើងអាចដើរផ្លូវត្រង់បានធម្មតាអត់ប៉ុន្តែការឆ្ងល់របស់យើងខ្លះគឺខុសអ្នកទាំងអស់គ្នាតាមពិតទៅនៅពេលដែលយើងបាត់ភ្នែកទៅយើងដើរទៅគឺវាអាចត្រង់ទេគឺវាតែងតែធ្វើឲ្យយើងដើរខុសទិសម្ដងតិចរហូតដល់ខុសទិសច្រើនហ្មងដូចជាបរិះនេះអញ្ចឹងគឺគាត់សាកពិសោធន៍មើលដែលគោលដៅរបស់គាត់គឺដើរទៅកន្លែងដើមឈើមួយហើយគាត់បានមើលដើមឈើនឹងជាលើកចុងក្រោយបន្ទាប់មកគាត់បានបាត់ភ្នែកខ្លួនឯងហើយទៅដើរទៅតម្រង់ទៅដើមឈើហ្នឹងហើយដើម្បីបិទសម្លេងរំខានពីអ្នកដទៃគឺគាត់បានពាក់កាសបន្ទាប់មកគឺគាត់ដើរតម្រង់ទៅដើមឈើនោះជំហានដំបូងគឺវាអត់ខុសអីទេក៏ប៉ុន្តែបន្ទាប់ពីគាត់ដើរបាន100ម៉ែត្រមកផ្លូវគឺចាប់ផ្ដើមខុសទិសហ្មងគឺគាត់ចាប់ផ្ដើមដើរខុសដោយខ្លួនឯងហ្មងដើរទៅគឺខុសទិសហ្មងអត់ដល់កន្លែងដើមឈើនឹងទេបែរជាដល់កន្លែងផ្សេងវិញសូម្បីតែនៅពេលដែលជិះឡានដូចគ្នានៅពេលដែលគាត់ជិះឡានបាត់ភ្នែកហើយទៅគាត់ព្យាយាមរក្សាលំនឹងដៃរបស់គាត់ឲ្យនៅស្ងៀមនៅត្រង់ក៏ប៉ុន្តែវានៅតែអត់អាចត្រង់ដដែលឡានគឺនៅតែបើកទៅខុសផ្លូវដដែល